OK នេះជាកម្មវិធីដែលយើងថ្មីចាចង់ឲ្យសម្ភារដល់សិស្សរបស់យើងដែលគាត់មកពីតាមខេត្តគាត់បានជឿព្រះអង្គហើយឥឡូវខ្ញុំចង់ឲ្យយើងទាំងអស់គ្នាខ្ញុំក៏មិនសូវដឹងដែរដែលគាត់បានជឿព្រះអង្គតាមរបៀបណាហើយអញ្ចឹងដំបូងឡើយសូមអញ្ជើញចៅផលីសំណៃនងខ្លួនអំពីចាយមកពីខេត្តណាហើយចាយើងកំពុងតែរៀននៅកន្លែងណាសាលាណាចាណៃនាំតិចចាជាដំបូងសូមគោរពជំរាបសួរអ្នកគ្រូលោកគ្រូហើយគោរពជំរាបសួរដល់លោកពូអ្នកមីលោកអ៊ំទាំងអស់គ្នានិងបងប្អូននៅក្នុងសេចក្តីស្រឡាញ់ព្រះគ្រីស្ទទាំងអស់ខ្ញុំឈ្មោះផាលីខ្ញុំមកពីខេត្តសៀមរាបហើយខ្ញុំមកនៅភ្នំពេញខ្ញុំស្នាក់នៅដមទ្រីមីហើយខ្ញុំរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាមានបងប្អូនប្រហែលអ្នកខ្ញុំមានបងប្អូន5នាក់នេះគ្រូ5នាក់គេសុំណៃនាំខ្លួនសម្រាប់ខ្ញុំឈ្មោះសំណាងខ្ញុំមកពីខេត្តស្វាយរៀងឥឡូវខ្ញុំជានិស្សិតដមទីមីហើយខ្ញុំរៀនផ្នែកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យអន្តរជាតិចាគ្រូពេមានបងប្អូនប៉ុន្មានអ្នក3នាក់ចាអញ្ចឹងហើយចំសួរថាពេលដែលយើងចិត្តខ្ញុំតិចចាអញ្ចឹងចង់សួរថាផលីបានជឿមុនជឿព្រះយេស៊ូវគ្រីស្ទផលីជាមនុស្សយ៉ាងម៉េចជាមនុស្សដែលចាសូមរៀបរាប់បន្តិចជីវិតរបស់យើងមុនជឿព្រះយេស៊ូវចាសម្រាប់ខ្ញុំមុនជឿព្រះយេស៊ូវគឺវាជារឿងដែលពិបាកខ្លាំងមែនទែននៅក្នុងការដែលខ្ញុំចូលមកដើម្បីជឿព្រះយេស៊ូវពីព្រោះខ្ញុំជាក្មេងដែលកើតក្នុងគ្រួសារមួយដែលអត់ជឿព្រះទេហើយគ្រួសារខ្ញុំក៏ចូលចិត្តអ្នកដែលជឿព្រះយេស៊ូវដែរហើយខ្ញុំចាំបានពេលវេលាដំបូងដែលខ្ញុំទៅព្រះវិហារគឺខ្ញុំគ្រាន់តែទៅដើម្បីខ្ញុំចង់ដឹងថានៅនឹងគេធ្វើអីកាលពេលខ្ញុំនៅក្មេងខ្ញុំអត់ដែរហៅព្រះវិហារទេខ្ញុំហៅសាលាយេស៊ូវអញ្ចឹងណាហើយខ្ញុំបបួលមិត្តភក្តិខ្ញុំថាតោះយើងទៅសាលាយេស៊ូវអាទិត្យនេះយើងចង់ដឹងថាគេធ្វើអីខ្លះនៅក្នុងនឹងហើយសប្តាហ៍ដំបូងដែលខ្ញុំទៅនឹងខ្ញុំទទួលអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនដោយការសរសើររំកើស្ដាប់ព្រះបន្ទូលហើយដល់ពេលចប់គ្រូឲ្យនំឆ្ងាញ់ចាប់ពីពេលហ្នឹងមកទៅព្រះវិហាររាល់អាទិត្យទៅគឺដើម្បីចង់បាននំហើយចង់សប្បាយហ្មងហើយខ្ញុំចាំបានថាពេលនោះខ្ញុំបបួលមិត្តភក្តិខ្ញុំហើយខ្ញុំក៏ប្រាប់ទៅមិត្តភក្តិខ្ញុំថាអេពួកឯងពេលយើងទៅទៅសាលាយេស៊ូវហ្នឹងណាពេលខែបុណ្យទានអីយើងមិនបាច់បិទភ្នែកអីទេដោយសារយើងត្រូវទៅវត្តទៅអីអញ្ចឹងយើងបិទភ្នែកតែពេលថ្ងៃអត់បុណ្យទានបានហើយប្រាប់គេអញ្ចឹងណាគ្រូយើងជាមនុស្សបែបណាជាមនុស្សស្ងៀមស្ងាត់ឬក៏ខ្លាចគេឬក៏យ៉ាងម៉េចអត់ទេកាលខ្ញុំនៅក្មេងមនុស្សអត់ខ្លាចគេទេចរិតរៀងហើយតាំងខ្លួនជាមេធំដោយសារនៅក្មេងឲ្យតាណាគេរៀនបកាយជាងគេដឹងតែមានអ្នកមកលេងមួយច្រើនមានអ្នកចែកនំញ៉ាំចែកអីហើយដល់ពេលយើងនិយាយអីទៅគេស្ដាប់យើងហ្មងអញ្ចឹងបានខ្ញុំនិយាយឲ្យគេកុំឲ្យបិទភ្នែកអធិដ្ឋាននឹងឯងហើយអាពេលនឹងចរិតខ្លាំងមែនតើខ្ញុំមិនដែលចេះខ្លាចណាគេទេសំបីមនុស្សចាស់ក៏ខ្ញុំតមាត់គាត់ដែរអញ្ចឹងណាមុនជឿព្រះយេស៊ូវចរិតយ៉ាប់ណាស់ចាហើយចំពោះសំណាងវិញតែសារសំណាងគាត់ជាគាត់ធំឡាននៅក្នុងក្រុមគ្រួសារអ្នកជឿព្រះយេស៊ូវចាឪពុកម្ដាយគាត់សិតតែជាគូកំវាលសិតតែជាកុំសើខ្ញុំចាឥឡូវសំណៃនាំសំណាងតែមុនតែយើងច្បាស់លាស់អំពីសេចក្តីសង្គ្រោះក្នុងព្រះយេស៊ូវយើងជាមនុស្សបែបណាចាសម្រាប់ខ្ញុំរៀងខុសប្លែកពីផលីតិចដោយសារតែក្រុមគ្រួសាររបស់ខ្ញុំជាអ្នកគ្រីស្ទៀនអញ្ចឹងទៅរាល់ការអស្ចារ្យផ្សេងវាអត់មិនសូវកើតឡើងសម្រាប់ពួកខ្ញុំទេដោយសារខ្ញុំជាអ្នកគ្រីស្ទៀនស្រាប់ប៉ុន្តែអ្វីដែលសំខាន់ការដែលខ្ញុំបានទទួលជឿលើព្រះអង្គតែម្ដងដែលខ្ញុំបានច្បាស់លាស់មួយព្រះអង្គតែម្ដងគឺនៅអាចថាខ្ទង់ដែលយើងចាប់ផ្ដើមពេញវ័យខ្ទង់ថ្នាក់ទី10ឬទី11អីយើងចាប់ផ្ដើមចេះគិតចេះពិចារណាប៉ុន្តែនៅពេលដែលខ្ញុំមុននឹងទទួលជឿលើព្រះអង្គលក្ខណៈថាចរិតបែបខ្លាចគេស្លូតអៀនពៀនច្រើនអូខេហើយនៅពេលដែលយើងមិនទាន់បានទទួលជឿលើព្រះអង្គអញ្ចឹងការដែលយើងមិនទាន់ជឿលើព្រះអង្គឯងមិនទាន់បានយល់ច្បាស់ពីព្រះអង្គផ្ទាល់
យើងអត់ហ៊ានផ្សាយដំណឹងល្អយើងអត់ហ៊ានប្រាប់គេថាយើងជាគ្រីស្ទានទេប៉ុន្តែនៅពេលដែលយើងនៅពេលដែលខ្ញុំបានយកច្បាស់ពីព្រះអង្គខ្ញុំប្រាប់គេក្នុងនាមជាអ្នកគ្រីស្ទាន ចាពេលអញ្ចឹងឋានៈទី10ទី11បានច្បាស់លាស់ថាក្នុងឯងបានទទួលសេចក្តីសង្គ្រោះពិតប្រាកដក្នុងព្រះយេស៊ូវគ្រីស្ទចាចុះប៉ូលីវិញអ្នកណាណៃនាំហើយទៅយន្តនំរហូតណាប៉ុន្តែថ្ងៃណាតែច្បាស់លាស់ថាអូខ្ញុំច្បាស់ថាខ្ញុំទទួលសេចក្តីសង្គ្រោះក្នុងព្រះយេស៊ូវគ្រីស្ទចាមកអាយុប៉ុណ្ណាឬក៏អ្នកណាណៃនាំ តាមដែលខ្ញុំដឹងខ្លួនឯងច្បាស់ពេលវេលាដែលខ្ញុំចាប់ដើមទទួលជឿលើព្រះគឺពេលវេលាហ្នឹងគឺជាពេលវេលាដែលខ្ញុំអត់មានអ្នកណាទាំងអស់ជាស្ថានភាពដែលយ៉ាប់យ៉ឺនមែនតើខ្ញុំអាយុ5 6ឆ្នាំទេប៉ុន្តែខ្ញុំជាក្មេងដែលស្គាល់ថាអីដែលជាភាពសប្បាយអីដែលជាភាពរងទុក្ខអីដែលជាការឈឺចាប់អាហ្នឹងខ្ញុំស្គាល់មកខ្ញុំមិនដឹងថាម៉េចបានខ្ញុំស្គាល់ប៉ុន្តែពេលវេលាហ្នឹងហើយដែលពេលវេលាដែលខ្ញុំអត់មានណាគេសោះហើយខ្ញុំក៏ សំតូនអមាននរណាគេសោះគឺមានន័យថាអី គឺមានន័យថាមនុស្សជុំវិញខ្លួនអត់យកចិត្តទុកដាក់អត់ផ្ដល់សេចក្តីស្រឡាញ់គ្រួសារពោពេញដោយអំពើហិង្សាពុកម៉ែខ្ញុំគាត់ឆ្លោះគ្នារហូតហ្មងហើយចានឆ្នាំគាត់បោកចោលហើយបើគាត់ត្រូវគប់ម៉ាក់ខ្ញុំវិញគាត់លើកចានគប់ផាំងបេះត្រូវមុខខ្ញុំទៀតហើយអាពេលហ្នឹងឲ្យតែពេលខ្ញុំចេញពីរៀនគាត់ឆ្លោះគ្នារហូតហើយពេលហ្នឹងខ្ញុំក៏រត់គេចខ្ញុំដោយសារនៅក្រោយផ្ទះខ្ញុំមានព្រៃអញ្ចឹងខ្ញុំចូលទៅក្នុងព្រៃហើយខ្ញុំទៅអង្គុយយំនៅក្នុងហ្នឹងហ្មងហើយពេលដែលខ្ញុំយំហ្នឹងខ្ញុំពិតជាអត់ដឹងថាខ្ញុំត្រូវរកអ្នកណាដែលជាទីពឹងសម្រាប់ខ្ញុំទេប៉ុន្តែពេលហ្នឹងខ្ញុំនឹកឃើញដល់ព្រះដោយសារខ្ញុំបានទៅព្រះវិហារទោះបីខ្ញុំអត់ទាន់ជឿមែនប៉ុន្តែខ្ញុំស្គាល់ព្រះបន្ទូលរបស់ព្រះនិយាយថាព្រះអង្គគឺជាតួនៃសេចក្តីស្រឡាញ់ព្រះអង្គស្រឡាញ់មនុស្សជុំវិញខ្លួនហើយព្រះអង្គជាព្រះនៃសេចក្តីសុខសាន្តព្រះអង្គនឹងប្រទានសុភមង្គលឲ្យតែយើងមានព្រះយើងមានអ្វីគ្រប់យ៉ាងទាំងអស់ហើយអាពេលវេលាហ្នឹងហើយដែលខ្ញុំបានចូលទៅចំពោះព្រះអស់ពីចិត្តហើយខ្ញុំអធិដ្ឋានបន្តែមកបិទភ្នែកទេខ្ញុំគ្រាន់តែនិយាយទៅកាន់ព្រះថាព្រះអង្គឯហេតុអីបានឲ្យកូនមានជីវិតដែលអត់ដូចគេអញ្ចឹងមានគ្រួសារដែលអត់មានសុភមង្គលសោះហើយរស់នៅឡើងពិបាកខ្លាំងហើយពេលនោះខ្ញុំមានអារម្មណ៍ខ្ញុំទទួលបានភាពកក់ក្ដៅដំបូងបំផុតក្នុងជីវិតខ្ញុំហាក់បីដូចជាព្រះអង្គកំសាន្តចិត្តឲ្យអោបខ្ញុំឲ្យក្នុងពេលនោះខ្ញុំទទួលបានសេចក្តីស្រឡាញ់ហើយសុភមង្គលខ្លាំងមែនទែនដែលខ្ញុំអត់ធ្លាប់ទទួលបានពីមុនមកទេហើយតាមរយៈការហ្នឹងហើយខ្ញុំចាប់ផ្ដើមចេះអធិដ្ឋាននឹងគឺជាលើកដំបូងដែលខ្ញុំអធិដ្ឋានទៅកាន់ព្រះតែខ្ញុំមិនបានបិទភ្នែកទេខ្ញុំគ្រាន់តែនិយាយប៉ុន្តែខ្ញុំទទួលអារម្មណ៍នៃភាពកក់ក្ដៅទៅមកពីព្រះហើយចាប់ពីពេលវេលានោះមកខ្ញុំចាប់ដើមចេះអធិដ្ឋានពេលខ្ញុំទៅបេហៀខ្ញុំឈប់បិទភ្នែកហើយខ្ញុំឈប់ប្រាប់ឲ្យគេបើកភ្នែកទៀតខ្ញុំអធិដ្ឋានចូលទៅចំពោះព្រះអង្គអស់ពីចិត្តចាប់ពីពេលវេលាហ្នឹងមកការអស្ចារ្យក៏កើតមានឡើងសម្រាប់ជីវិតខ្ញុំជាបន្តបន្ទាប់ទៀតចេះអញ្ចឹងសំណាងពេលតែជឿមានន័យថាយើងច្បាស់លាស់ក្នុងសេចក្តីជំនឿបើជាថ្នាក់ទី10ទី11ពេលនោះគឺក្នុងជីវិតរបស់យើងរបស់សំណាងពីពេលនោះដល់ឥឡូវនេះតាមានឃើញជីវិតខ្លួនឯងផ្លាស់ប្រែមិនឬក៏មានឆ្លងការអស្ចារ្យអ្វីផ្លាស់ប្រែអ្នកគ្រូមានការវិមានច្រើនជាងមុនដោយសារតែយើងហ៊ានប្រាប់គេថាយើងជាគ្រីស្ទានអញ្ចឹងនៅពេលដែលយើងមិនបានទទួលមិនទាន់បានយកច្បាស់ពីព្រះអង្គយើងអត់ហ៊ានប្រាប់គេអញ្ចឹងអ្នកអត់មានអ្នកណាគេដឹងថាយើងជាគ្រីស្ទានទេប៉ុន្តែនៅពេលដែលយើងយកច្បាស់យើងហ៊ានប្រាប់គេចាប់បានពីបៀនជើងហើយដូចខ្ញុំបាននិយាយចឹងតើតើខ្ញុំការពីដែលមិនទាន់បានទទួលមិនទាន់បានយកច្បាស់ពីព្រះអង្គខ្ញុំឬជាមនុស្សដែលអៀនព្រានជាមនុស្សដែលខ្មាស់គេអត់សូវមានទំនុកចិត្តអត់សូវមាន confidence ប៉ុន្តែនៅពេលដែលខ្ញុំបានទទួលជឿលើព្រះអង្គបានផ្លាស់ប្ដូរខ្ញុំខ្លាំងមែនទេជីវិតផ្លាស់ប្ដូរចាសម្រាប់ផលីពេលដែលចូលចំពោះព្រះអង្គច្រាងហើយឃើញជីវិតខ្លួនឯងផ្លាស់ប្រែទាំងកំណើតទាំងអ្វីចាសម័យចែកចាយចាអ្នកគ្រូសម្រាប់ខ្ញុំពេលដែលខ្ញុំបានទទួលជឿលើព្រះហើយជីវិតរបស់ខ្ញុំមានការផ្លាស់ប្រែ360ដឺក្រេហ្មងដូចខ្ញុំបានប្រាប់បងអំពូមីពីមុនហើយថាខ្ញុំគឺជាក្មេងដែលគឺជាក្មេងដែលតាំងខ្លួនជាអ្នកធំតែអត់មានអីសោះអ្នកធំនឹងហើយចូលចិត្តឧទាហរណ៍ថាពេលខ្ញុំចេញពីសាលារៀនអីខ្ញុំដោះកៅដោះកាបូបអីអត់ដែលរៀនសូត្រទេហើយ
តរត់លេងហ្មងលេងកស៊ូលេងលោតលេងហក់កពុះអីលេងទាំងអស់ហ្មងហើយបើសិនម៉ែហៅប្រើម៉ាត់វិញអេបងអូនទៅទិញស្ករឲ្យម៉ែអូឆប់អញខ្ញុំកំពុងលេងហៅហើយខ្ញុំបកកែតមាត់ខ្លាំងមែនទែនហើយរបៀបថាក្មេងអត់ស្ដាប់បង្គាប់ឪពុកម្ដាយក្មេងល្អទេហើយដល់ពេលឥឡូវខ្ញុំផ្លាស់ប្រែខ្លាំងមែនទែនដោយសារខ្ញុំចេះស្ដាប់បង្គាប់ម៉ាក់ខ្ញុំពេលដែលគាត់និយាយអីខ្ញុំលេងហ៊ានតមាត់មួយគាត់ហើយដោយសារខ្ញុំស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះតាមការពិតទៅខ្ញុំទទួលបនជាមួយទឹកនៅពេលដែលខ្ញុំអាយុ12ឆ្នាំពេលវេលានោះហើយដែលខ្ញុំចាប់ផ្ដើមស្ដាប់បង្គាប់តាមព្រះអង្គ 100% ចាប់ផ្ដើមយកព្រះគម្ពីររបស់ព្រះអង្គយកមកអានតាមពិតទៅមុនដែលខ្ញុំទទួលបនជាមួយទឹកហ្នឹងខ្ញុំមានព្រះគម្ពីរហើយដោយសារគ្រូកងវាគាត់ឃើញយើងចូលចិត្តទិញព្រះគម្ពីរហើយគាត់ក៏ទិញព្រះគម្ពីរឲ្យខ្ញុំប៉ុន្តែសួរថាខ្ញុំដែរអានអត់ខ្ញុំមិនដែរអានទេហើយអាពេលដែលទទួលបនជាមួយទឹកហើយបានខ្ញុំចាប់ផ្ដើមអានព្រះគម្ពីររបស់ព្រះអង្គចាប់ដើមអានហើយខ្ញុំបានយល់ច្រើនពីព្រះបន្ទូលរបស់ព្រះហើយតាមរយៈព្រះបន្ទូលរបស់ព្រះធ្វើឲ្យខ្ញុំផ្លាស់ប្រែព្រះអង្គមានអំណាចកែអត្តចរិតកែព្រលឹងវិញ្ញាណរបស់យើងមនុស្សអត់អាចកែបានទេប៉ុន្តែព្រះអាចកែបានកែខ្ញុំពីក្មេងឈាមរាវទៅជាក្មេងដែលចេះស្ដាប់បង្គាប់ហើយពេលខ្លះអ្នកខ្លះនិយាយថាខ្ញុំសុភាពម៉ែតែខ្ញុំគិតថាខ្ញុំអត់សុភាពទេហើយមួយទៀតជីវិតដែលក្រោយទទួលជឿលើព្រះគឺខ្ញុំជាម្នាក់ដែលអត់ចាំបាច់ត្រូវស្រេកឃ្លានស្វែងរកសុភមង្គលពីលោកីឲ្យច្រើនលើសលប់ពេកទេពីព្រោះខ្ញុំជឿថានៅពេលដែលខ្ញុំមានព្រះហើយខ្ញុំមានគ្រប់យ៉ាងខ្ញុំមានសេចក្តីសុខសាន្តផ្លូវចិត្តខ្ញុំមានសន្តិភាពហើយខ្ញុំរស់នៅដោយមានសង្ឃឹមខ្ញុំអត់មានអីត្រូវភ័យខ្លាចទេពីមុនខ្ញុំភ័យខ្លាចហើយខ្លាចខ្មោចទៀតសំបីតែយប់ម៉ោង6អីឃើញអីគេសមោតសអីខ្ញុំគិតតែខ្មោចអាពេលនៅទូចហ្នឹងចូលចិត្តរត់ទៅមើលរឿងផ្ទះគេហើយតាំងខ្លាចរត់ទៅមើលរឿងផ្ទះគេហើយដល់ពេលចង់មកផ្ទះវិញស្រែកហៅម៉ែពីចង្អាយឲ្យមកយកដោយសារខ្លាចប៉ុន្តែឥឡូវអត់ដែរខ្លាចទេខ្ញុំអរគុណព្រះអង្គមែនទែនដែលខ្ញុំអត់ដែរឥឡូវចាប់ផ្ដើមអត់ខ្លាចព្រលឹងវិញ្ញាណអីទាំងអស់ស្អីគេក៏ខ្ញុំអត់ខ្លាចដែរដោយសារតែខ្ញុំថ្វាយទាំងអស់ទៅកាន់ព្រះហើយខ្ញុំជឿថាព្រះអង្គទ្រង់មានអំណាចឈ្នះលើអ្វីៗគ្រប់យ៉ាងអញ្ចឹងខ្ញុំអត់មានអីត្រូវខ្លាចខ្ញុំអត់មានអីត្រូវឈឺចាប់អត់មានទៅបាក់ទឹកចិត្តទេព្រោះឯងខ្ញុំរកឃើញព្រះដ៏ពិតព្រះដ៏មានសេចក្តីស្រឡាញ់ហើយព្រះដែលអាចជួយយើងបានគ្រប់ពេលវេលាហើយតាមរយៈការដែលយើងធ្វើល្អទាំងអស់នោះធ្វើឲ្យម៉ាក់ខ្ញុំបានមើលឃើញហើយបន្ទាប់ពី2ខែដែលខ្ញុំទទួលវិធីបន់ជាមួយទឹកហ្នឹងម៉ាក់ក៏មកនិយាយមួយខ្ញុំថាចុំកូនអញប្លែកម៉េចវ៉ៃឥឡូវអញប្រើម៉ាត់2ម៉ាត់ទៅបាត់ពីមុនប្រើតែបានផងឥឡូវប្រើទៅឲ្យស្ដាប់គាត់ទៀតហើយខ្ញុំក៏អាពេលហ្នឹងខ្ញុំក៏និយាយប្រាប់គាត់ប៉ុន្តែខ្ញុំអត់យល់ថាអីគឺជាការផ្សាយនឹងល្អខ្ញុំនិយាយថាតាំងពីកូនទៅទទួលជឿលើព្រះយេស៊ូវមកកូនអានព្រះគម្ពីរទៅកន្លែងហ្នឹងគេនិយាយថាឲ្យស្ដាប់បង្គាប់ឪពុកម្ដាយហើយអាពេលហ្នឹងកូនក៏ចាប់ផ្ដើមស្ដាប់បង្គាប់ម៉ាក់ទៅហើយក៏ម៉ាក់គាត់និយាយថាអូព្រះគេល្អដែរហ្នឹងណាអញ្ចឹងបានគាត់ចាប់ផ្ដើមបើកចិត្តទទួលជឿមិនទាន់ជឿទេគាត់គ្រាន់តែបើកចិត្តទេហើយខ្ញុំនាំម៉ាក់ខ្ញុំទៅព្រះវិហារទៀតខ្ញុំនាំគាត់ទៅព្រះវិហារហើយគាត់ថាមានអីប្លែកម្យ៉ាងដែរគេមានរំលេងហើយគេមានរំលេងសบายអញ្ចឹងណាសบายបែបគ្រីស្ទៀនពេលជ្រាបសរសើរអំការហើយគ្រូកុមារខ្ញុំគាត់បកកែមែនទេបកកែនាំលេងបកកែធ្វើឲ្យសិស្សសบายរីករាយហើយព្រះបន្ទូលតែងតែលើកទឹកចិត្តនិងកំសាន្តចិត្តជារៀងរាល់ថ្ងៃហើយការដែលអស្ចារ្យមួយទៀតគឺបន្ទាប់ពីជីវិតរបស់ខ្ញុំដែលបានទទួលជឿលើព្រះហើយគឺម៉ាក់ខ្ញុំទទួលជឿលើព្រះបងប្អូនខ្ញុំទទួលជឿលើព្រះតាមរយៈខ្ញុំដែលរស់ជាពលឺដែលបំភ្លឺដល់គាត់ហើយតាមរយៈគុំព្រះអង្គចាដូចរូបទៀនដែលអ្នកគ្រូឲ្យដុតមិញហ្នឹងគឺជាពលឺបែបហ្នឹងយើងរស់នៅបំភ្លឺដល់ទីងងឹតឲ្យគេបានឃើញថាព្រះអង្គយើងល្អមិនមែនយើងជាអ្នកល្អទេដោយសារយើងបានទទួលវិធីជាមួយទឹកហើយយើងរស់សារជាថ្មីរស់ម្ដងទៀតជាមួយព្រះអង្គស្ដាប់បង្គាប់ព្រះអង្គហើយនេះហើយបានយើងហៅថាជាពលឺដែលបំភ្លឺដល់មនុស្សជុំវិញខ្លួនហើយខ្ញុំនៅតែបន្តអធិដ្ឋានសម្រាប់ពុកខ្ញុំគាត់អត់ទាន់បានទទួលជឿលើព្រះទេប៉ុន្តែបងប្អូនខ្ញុំបានទទួលជឿលើព្រះហើយផ្ដើមចេញពីគ្រួសារដែលអត់ជឿលើព្រះសោះឥឡូវចាប់ផ្ដើមទទួលជឿលើព្រះម្ដងបន្តិចខ្ញុំជឿថាពុកខ្ញុំឥឡូវគាត់កំពុងតែបើកចិត្តហើយពីព្រោះនៅពេលដែលគាត់ឈឺគាត់តែងតែហៅខ្ញុំឬក៏បងប្អូនម៉ាក់ខ្ញុំដើម្បីតែអធិដ្ឋានសម្រាប់គាត់អញ្ចឹងខ្ញុំជឿថាឥឡូវនេះគាត់បានស្គាល់ពីប្រគុណរបស់ព្រះគាត់បានបើកចិត្តទោះបីជាគាត់អត់ទាន់ជឿគាត់អត់ទាន់ទៅព្រះវិហារប៉ុន្តែខ្ញុំជឿថាព្រះអង្គនឹងធ្វើការអស្ចារ្យសម្រាប់ក្រុមគ្រួសារអាមែនចាអរគុណច្រើនទាំងពីរនាក់ខុសគ្នាចាពលីហើយសំណាងអនឡាញសំខាន់គឺថាទាំងពីរនាក់ច្បាស់លាស់អំពីសេចក្តីជំនឿក្នុងព្រះយេស៊ូវគ្រីស្ទចាយើងអរគុណទាំងពីរនាក់បានចែកចាយទីបន្ទាល់ចាជីវិតចាអរគុណច្រើនចាសូម
ចាព្រះអង្គប្រទានពរចា